បាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរព្រឹកនេះគឺថតចេញពីទីតាំងដដែលកន្លែងដដែលគ្រាន់តែអាវផ្សេងគ្នាម៉ូតសក់រៀងដូរម៉ូតបន្តិចតែប៉ុណ្ណឹងព្រឹកនេះគឺអាចថាសកម្មភាពខ្ញុំមមាញឹកច្រើនប៉ុន្តែខ្ញុំត្រូវថតជាវីដេអូផ្សេងឲ្យតាមការកំណត់របស់ខ្ញុំឲ្យតាម schedule ការវិភាគរបស់ខ្ញុំអញ្ចឹងព្រឹកនេះដែរក្រោយពីដំណេកមកគឺសកម្មភាពគឺមានតាំងពីព្រលឹមតែម្ដងគឺជូនម្ដាយខ្ញុំទៅផ្សារហើយដោយសារកិច្ចការងារបញ្ញាប់ពេកក៏យកកុំព្យូទ័រទៅតាមអង្គុយលើម៉ូតូបដើធ្វើការងារបដើឡើងគេមើលមកគ្រប់គ្នាក៏ទៅកាលតែយើងអង្គុយធ្វើការងារលើកុំព្យូទ័រធ្វើការដោយកាន់កុំព្យូទ័រអង្គុយធ្វើលើម៉ូតូក៏មានគេមើលមុខដែរណាវាប្លែកពេកមែនថាទេនៅចិត្តនោះវាមានហាងកាហ្វេអញ្ចឹងពិបាកខ្ញុំអង្គុយចាំម៉ែខ្ញុំនៅផ្សារណាគេមើលមកគ្រប់គ្នាហើយព្រឹកនេះឆុងកាហ្វេដាក់កែវនេះហើយផឹកអស់មួយកែវឲ្យស្វាងតិចដោយសារមានកិច្ចការច្រើនហើយទើបតែបានតាក់តងទៅកន្លែងរោងពុំតាក់តងនឹងសភៅមួយចំនួនដែលព្រះអង្គក៏ដូចជាគ្នាយើងមួយចំនួនបានជាវទៅនោះគឺមានការយឺតយ៉ាវតិចដោយសារតែខ្ញុំបោះសារមុនហ្នឹងខ្ញុំបោះនៅកន្លែងដែលយើងចិត្តសាលាអញ្ចឹងអាចថាមានអ្នកបោះពុំច្រើនអញ្ចឹងវាយឺតយ៉ាវដោយសារខ្ញុំដាក់បោះតាំងពីថ្ងៃមុនហើយក៏បានទៅប្រស្គាល់បងប្រុសម្នាក់ដែលគាត់ជាអ្នកធ្វើការផ្នែកពាក់ព័ន្ធជាមួយខាងរោងពុំផងគាត់ជាតកែរោងពុំដែរអាចក្រងនឹងបោះពុំសភៅបបថតទូទៅនៅកន្លែងគាត់ដែរតែតោះអំផ្ញើយហ្វាល់ឲ្យគាត់ផងដោយសារតែមកដល់ពេលនេះមានអ្នកចូលរួមវាបានចំនួនតិចតួចដែរអញ្ចឹងគឺម្ដងតិចទៅហើយព្រឹកនេះគឺអាចថាសកម្មភាពទៅធ្វើច្រើនក៏ទៅខ្ញុំពីច័ន្ទដល់អាទិត្យបើគេសួរខ្ញុំថាថ្ងៃណាទៅនេះខ្ញុំសូមនិយាយថាអត់មានទេនិយាយត្រង់ចឹងមកហើយខ្ញុំនិយាយត្រង់ខ្ញុំអន់ចិត្តរឿងមួយរឿងកូនសិស្សខ្ញុំប្រអាប់ខ្ញុំគាត់ថាសក់ខ្ញុំនេះមុខខ្ញុំឥឡូវហ្នឹងនេះវាដូចឥសីភ្នំត្បែងឥសីប្រហែល$10,000នោះដែលគេពងល្បីខ្ញុំអត់យល់ដែរនេះមិនទៅដូចឥសីភ្នំត្បែងហ្នឹងទៅអត់យល់គេឡើងស្រស់ចំមុខគេឡើងមានខ្ទង់សក់គេឡើងពុះកដាលដូចសម័យអូប៉ាដូចអូប៉ាសារ៉ាំងហេយ៉ូកូរ៉េមកថាគេមុខដូចឥសីភ្នំត្បែងវាមិនសមហើយកិច្ចការព្រឹកនេះគឺពិនិត្យមើលឯកសារបន្ថែមដែលខ្ញុំបានរៀបរៀងរដងអង្គុយធ្វើកិច្ចការនៅនេះតែទួតពិនិត្យឯកសារទេថ្ងៃនេះទាញកុំព្យូទ័រមកអង្គុយធ្វើការនៅហ្នឹងតែម្ដងវិទ្យាអញ្ចឹងណានៅក្រៅម្លប់ឈើដល់អីម្លប់ឈើអីនៅនេះគឺមានស័ង្កសីប្រក់អីតែគាត់ថានៅខាងលើវាមានដើមឈើអញ្ចឹងវាអត់សូវក្តៅទេហើយខ្ញុំចង់ឲ្យមើលម៉ូតអាវខ្ញុំបន្តិចអាវនេះទិញយូរដែរនេះអត់ដែលបានពាក់នេះម៉ូតឡូយតែចាប់អារម្មណ៍ខ្ញុំទិញតាមចាំវាចូល2ឆ្នាំហើយតែអត់សូវបានពាក់ទេដោយសារដឹងស្រាប់ខ្ញុំជាគ្រូហើយខ្ញុំអ្នកធ្វើការអញ្ចឹងខ្ញុំពាក់តែអាវសាច់កណាត់បើកតំណុយទេរងពាក់អាវយឺតដែរដល់ពេលខ្លួនឯងមកពាក់អាវយឺតបែបនេះមានអារម្មណ៍ប្លែកដែរថតនៅផ្ទះនេះថតជាពាក់បានពាក់អាវយឺតតែមិននឹងពេញខ្ញុំពាក់អាវយឺតតែពេលនៅផ្ទះពេលគេនៅបន្ទប់ទេតែក្រៅគឺមិនដែលបានពាក់អាវយឺតទេគឺតម្រណាហើយសម្រាប់ខ្ញុំណាខ្ញុំក្នុងនាមខ្ញុំជាអ្នកធ្វើការដល់ថ្ងៃនេះគឺអាចថាកាហ្វេគឺផឹកជាប្រចាំនិយាយត្រង់ចឹងទៅអាចថាពីមុនខ្ញុំផឹកកាហ្វេខ្មៅសុទ្ធស្ករ0ប៉ុន្តែឥឡូវខ្ញុំលាយទៅដាក់កូខ្លះទៅសារខ្ញុំខ្វះជាតិស្ករសារភាពត្រង់ចឹងទៅដោយសារខ្ញុំប្រើគូក្បាលច្រើនគិតច្រើនហើយខ្ញុំជួសជាតិស្ករខ្ញុំខ្វះអញ្ចឹងទៅដោយសារខ្ញុំបារម្ភខ្លាចលើដោយសារឪពុកខ្ញុំគាត់កើតទឹកនោមផ្អែមអញ្ចឹងដោយសារខ្ញុំឃើញអ្នកផ្ទះមានអ្នកកើតទឹកនោមផ្អែមអញ្ចឹងទៅក៏ជាគិតបារម្ភអញ្ចឹងរាល់ថ្ងៃនេះប្រយ័ត្នរឿងចំណីហើយមួយទៀតសូមលើកប្រធានបទតកតងការនិយាយសាមញ្ញខ្លីផឹកស៊ីណានិយាយហៅសាមញ្ញខ្លីគឺជួបជុំមិត្តភក្តិផ្សេងគឺខ្ញុំរាល់ថ្ងៃមិនដឹងមិនទេណាខ្ញុំមិនសូវជាចំណូលទេមិនមែនថាខ្ញុំប្រកាន់រើសអើងអីទេប៉ុន្តែខ្ញុំសារភាពត្រង់ខ្ញុំផឹកអត់ដឹងឆ្ងាញ់អញ្ចឹងទៅខ្ញុំតែងតែបដិសេធនៅមិត្តភក្តិមួយចំនួនដែលអញ្ជើញខ្ញុំឲ្យទៅញ៉ាំអីក្នុងន័យជាប្រាប់វាសាមញ្ញគឺបបួលគ្នាចូលកែវខ្ញុំតែងតែបដិសេធតែពេលខ្ញុំបដិសេធគាត់តែងនិយាយថាស្អីទេរើសអើងប្រកាន់ខ្ញុំកាប់ទៅខ្ញុំមានបានតែប្រកាន់រឿងចឹងទេប៉ុន្តែបើបបួលទៅហូបចុកហូបសាច់អាំងអីនេះអូខេអូខ្ញុំលឿនណាស់តែថាបួលទៅផឹកហើយចូលកែវនេះខ្ញុំអត់ទៅជួយចំណូលទេខ្ញុំនិយាយត្រង់ហ្មងមិនថាខ្ញុំប្រកាន់អីទេនេះផ្ដាំផ្ញើដែរហើយមនុស្សខ្ញុំនេះមួយទៀតផឹកវិញ្ញាចេះផឹកទេវាហ្គាសខ្ញុំអត់សូវចេះផឹកបើស្រាក្រហមខ្ញុំផឹកបានមិនមែនថានិយាយត្រង់ចឹងទៅអញ្ចឹងកុំប្រកាន់ថាខ្ញុំរើសអើងអីអូខេអាចថាយើងហូបចុកយូរសុបាយម្ដងមកនៅផ្ទះខ្ញុំហូបតែបើថាឲ្យទៅខាងក្រៅឲ្យហូបហើយដើរលេងសុបាយទាំងស្វឹងគឺខ្ញុំអត់ចូលចិត្តទេខ្ញុំអត់ចូលចិត្តសូមបញ្ជាក់អញ្ចឹងកុំប្រកាន់ដែលខ្ញុំមិនបានចូលរួមជាមួយអីណាមិនថាប្រកាន់រើសអើងអីទេ
ហើយពេលខ្លះទៀតខ្ញុំសង្កេតឃើញណាមិត្តភ័ក្តិមួយចំនួនមិនដឹងជាបែបណាទេគាត់កាលនៅវិទ្យាល័យគាត់ថាជីវិតឯងធ្វើធំធ្វើអីចឹងថ្ងៃក្រោយទៅកុំភ្លេចមិត្តភ័ក្តិអីណាផ្សេងណាជួបអីញញឹមរាក់ទាក់ផងដល់ពេលយើងនេះចាំសម្ដីគាត់ខំជួបនៅក្រៅញញឹមរាក់ទាក់ដល់ពេលញញឹមរាក់ទាក់ដាក់គាត់ធ្វើមិនដឹងធ្វើឲ្យទៅដូចអត់ស្គាល់យើងដូចថ្ងៃមុនខ្ញុំដើរទៅសាលាភូមិមិនជួបមិត្តភ័ក្តិមួយខំដើរទៅនិយាយគេមើលមុខយើងគេដើរចេញទៅបង្ងើយគេធ្វើដូចមិនដែលស្គាល់គ្នាអញ្ចឹងពេលខ្លះពិបាកដែររឿងមិត្តភ័ក្តិនេះមួយហើយខ្ញុំរត់ដល់ខ្ញុំនិយាយត្រង់ខ្ញុំបាត់បង់តំណែងមិត្តភ័ក្តិមួយចំនួនក៏ដោយសារតែរឿងលុយកាក់មិនគេខ្ជិលលុយខ្ញុំអត់សោះខ្ញុំមនុស្សខ្ញុំចិត្តបានមិនដឹងមិនទេឲ្យតែគេមកពឹងគេតែឆាប់អាណិតគេណាគេមានបញ្ហាមកពឹងខ្ញុំឲ្យធូរឲ្យតែគេជួបបញ្ហាដោយសារពេលខ្លះមិនមែនថាយើងសម្បូរលុយទេប៉ុន្តែដោយសារយើងឲ្យតម្លៃទៅលើតំណែងមិត្តភាពប៉ុន្តែបែរជាគេមួយចំនួនអត់សូវឲ្យតម្លៃទៅលើតំណែងនោះទៅវិញពេលមានលុយមកក៏អត់គិតស្វែងយកមកសងយើងគាត់ទៅដោះស្រាយគាត់ទៅទិញរបស់ផ្ទាល់ខ្លួនគាត់ធ្វើបង្ងើយគាត់មាននឹកឃើញថាគាត់ជាប់បំណុលយើងជាប់កិច្ចសន្យាមួយយើងណាគាត់អាងថាយើងស្រួលពេលខ្លះមនុស្សយើងស្រួលពេកទៅជាប្រកាន់ច្រើនទៅជាគេធ្វើឲ្យអត់សូវជាយល់អារម្មណ៍ទៅវិញអានេះវាជារឿងមួយដែលខ្ញុំគាត់ថាវាមិនសមទំនើបណាហើយខ្ញុំរងឯងនិយាយត្រង់ពេលខ្លះខ្លួនឯងមិនមានលុយទេប៉ុន្តែពេលឃើញគេមានបញ្ហាចេះតែអាណិតដូចជាក់ស្ដែងយើងមកដល់ពេលបច្ចុប្បន្នអញ្ចឹងពងស្មុគស្មាញយើងសេដ្ឋកិច្ចដូចគ្នាប៉ុន្តែពេលដែលឃើញគេមានបញ្ហាគេត្រូវការខ្វះខាតផ្សេងៗចេះចង់ជួយគេមិនដឹងថាមនុស្សមានប្រហែលអ្នកដូចខ្ញុំទេតថ្ងៃនេះគឺវាចិត្តទូលាយពេកហើយអត់ងាយខឹងទេអត់ងាយប្រកាន់អត់ងាយខឹងប៉ុន្តែអត់ឲ្យបំពេញទេជាពិសេសអត់ឲ្យប៉ះពាល់ដល់ពូជពងគោខ្ញុំមនុស្សខ្ញុំអត់ចូលចិត្តទៅរករឿងអីញ៉ៃទេតែអត់ចូលចិត្តធ្វើអីអ្នកណាក៏ដោយឲ្យប៉ះពាល់ដល់ពូជពងមងតកោគ្រួសារខ្ញុំគេទៅប៉ះពាល់ដល់ពូជពងមងតកោគ្រួសារខ្ញុំដល់រឿងដល់ទីបញ្ចប់អានេះគឺជារឿងមួយដែលខ្ញុំចង់ឲ្យដឹងដែរហើយអាចថាប្រធានបទព្រឹកនេះយើងនិយាយជាលក្ខណៈសេរីទៅអាចថាជាការចែករំលែកកំសាន្តពីគ្នាទៅវិញទៅមកដោយសារទម្លាប់ខ្ញុំដល់អាចថាខ្ញុំចង់អាប់ដេតខ្លួនទៅជាអ្នកនិយាយជាសាធារណៈខ្ញុំផ្ដោតសំខាន់ទៅលើបណ្ដាញសង្គម TikTok នេះអញ្ចឹងគាត់ធ្វើលេងជាការចែករំលែកចំណេះដឹងផ្សេងៗអាចថាលាយបញ្ចូលទៅនឹងរឿងពិតក្នុងសង្គមខ្លះៗដែលកំពុងជួបប្រទះអញ្ចឹងណាហើយមានគ្នាយើងមួយចំនួនក៏ខមមិនចោលឲ្យខ្ញុំនិយាយអីផ្សេងៗគាត់ថាចូលចិត្តមើលមាត់ខ្ញុំនិយាយមាត់ខ្ញុំដូចគេដូចឯងតាគេថាមាត់ខ្ញុំរស់រវើកមានដំណើរការរស់រវើកគេថាប្រៀបដូចជាកំពុងតែធ្វើចលនាអញ្ចឹងខ្ញុំអត់ដឹងដែរមាត់ខ្ញុំវាមិនដឹងបែបណាហើយកុំនិយាយថាឃើញមាត់ខ្ញុំរស់រវើកគាត់ថាខ្ញុំបកាយជេ no អត់ទេខ្ញុំអត់ចេះជេរទេខ្ញុំបញ្ជាក់ខ្ញុំមិនចេះជេរខ្ញុំអត់ហ៊ានជេរតែម្ដងបើបានតែជេរមិត្តភ័ក្តិគ្នាឯងជេរបែបលេងណាអាឆ្កែអញ្ចឹងអាហ្នឹងវាចេះថាឲ្យជេរអីលើសលួសប្រើពាក្យពាក្យគឺខ្ញុំអត់ទេអត់ចូលចិត្តហ្មងជាពិសេសមួយមនុស្សស្រីខ្ញុំអន់ម្យ៉ាងទេបើថាខ្ញុំមានបញ្ហាមួយមនុស្សស្រីគឺខ្ញុំឈរថ្មឹងខ្ញុំអត់ចេះស្រែកបកាយតវ៉ាមួយមនុស្សស្រីហ្មងចឹងមិនខ្ញុំមានមិត្តភក្តិខ្ញុំមួយខ្ញុំធ្លាប់មានបញ្ហាមួយគេមួយមនុស្សស្រីគេមករករឿងខ្ញុំស្កាត់មកឆឹងតែសំណាងបានមិត្តភក្តិខ្ញុំមួយគាត់លុបដាក់ទៅវិញ100បានមិត្តភក្តិមួយហ្នឹងគឺអូគាត់មិនធម្មតាដែរគាត់លុបដាក់ទៅវិញ100ហ្មងហើយសង្កេតឃើញថាខ្លួនខ្ញុំមករយៈនេះគឺរវល់ច្រើនតែក៏ទទួលបាននៅផលផ្លែផ្កាច្រើនដែរអញ្ចឹងក៏អរគុណដល់ខ្លួនឯងដែរក៏អរគុណដល់អ្នកទាំងអស់គ្នាដែរដែលអ្នកមួយចំនួនតែងតែលើកចិត្តណាសម្រាប់ខ្ញុំគឺខ្ញុំចាំចំណិចអ្នកដែលធ្លាប់ជួយខ្ញុំក្នុងពេលដែលខ្ញុំពិបាកអ្នកដែលតែងតែលើកទឹកចិត្តខ្ញុំគឺខ្ញុំចាំចំណិចជួយគឺបែបយ៉ាងមិនថាតែជួយផ្ដល់ជាកម្លាំងចិត្តឬក៏ជួយជាថវិកាទេគឺខ្ញុំចាំចំណិចសម្រាប់អ្នកធ្លាប់ជួយខ្ញុំក្នុងពេលពិបាកគឺជាមនុស្សដែលខ្ញុំគោរពខ្លាំងហើយអាចថាមនុស្សខ្ញុំមកដល់ពេលបច្ចុប្បន្ននេះយើងធ្លាប់ជួបភ្លៀងច្រើនអញ្ចឹងពេលខ្លះវារឿងល្មមវាទៅជាតូចតាចសាមញ្ញសម្រាប់យើងណាយើងមិនអួតថាយើងចាស់ចិត្តចាស់កំណត់អីទេប៉ុន្តែថាយើងឆ្លងកាត់នៅបញ្ហាច្រើនអញ្ចឹងទៅវាអាចថាវាគួរសមដែរដែលអាចថាយើងអាចដោះស្រាយបានបញ្ហាល្មមសម្រាប់យើងគាត់ថាវាជារឿងដដែលណាអូខេនេះវាជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងថ្ងៃហ្នឹងអាចថាជាការកំសាន្តពេលព្រឹកទៅចោះអញ្ចឹងវីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណ